ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបដែលយើង update version ទៅលើកម្មវិធី Snapkey អញ្ចឹង update version នៅពេលដែលមានការ update អីថ្មីៗគឺបងប្អូនបើកកម្មវិធីមកវាតែងតែចេញផ្ទាំងនេះក្នុងករណីដែលបងប្អូនអត់ទាន់ update ទេគឺបងប្អូនចង់ប្រើសិនគឺបងប្អូនចុចពាក្យ letter មកឬក៏បិទផ្ទាំងនឹងចោលហ្មងក៏បានដែរយើងអាចប្រើបានធម្មតា version ដែលអត់ទាន់ update ទេណាក្នុងករណីដែលបងប្អូនចុច letter ហើយបងប្អូនចង់ឆែករក update របស់វាគឺបងប្អូនចុចកន្លែង check update នេះចុច check update មកយើងមើលមកថា version ហ្នឹងវាមានប៉ុណ្ណាខ្លះអញ្ចឹងយើងមើល version នៅចុងក្រោយមកហើយបងប្អូនចុចពាក្យថា download and update មកអញ្ចឹងនៅពេលដែលបងប្អូនធ្វើការចុចពាក្យថា download and update បងប្អូនមើលត្រង់នេះវាកំពុង download update ទេអញ្ចឹងយើងចាំវាសិនទៅបងប្អូនចុចទៀតគឺវាប្រាប់ឲ្យថា download កំពុងតែដើរអញ្ចឹងយើងចុច OK ចោលទៅបានហើយឲ្យវាចុច update ទៅរហូតដល់វា download ចប់បានវាសួរយើងថា update អត់អញ្ចឹងនៅពេលដែល download ចប់វាចេញផ្ទាំងមួយនេះគឺបងប្អូនចុចពាក្យថា yes មកហើយវានឹងចេញផ្ទាំងខ្មៅបែបនេះអញ្ចឹងផ្ទាំងខ្មៅនេះគឺជាកម្មវិធីយើងសម្រាប់ update ទេឲ្យវាដើរឲ្យអស់តាមដំណើរការរបស់វាទៅវានឹងធ្វើការបើក tool របស់យើងចេញមកវិញជាមួយនឹង version ថ្មីអញ្ចឹងនេះគឺជាដំណើរការនៃការ update ក្នុងករណីបងប្អូនដែលដាក់ទៅវាចេញ error ផ្សេងបងប្អូនពិនិត្យមើលម៉ាស៊ីនថាបងប្អូនមានកម្មវិធី WinRAR ឬក៏អត់បើបងប្អូនមានកម្មវិធី WinRAR តឡើងនៅកុំព្យូទ័ររួចហើយបងប្អូនអាចបិទកម្មវិធីហើយបើកមកវិញដើម្បីធ្វើការ update ម្ដងទៀតហើយបើសិនជាបងប្អូនអត់ទាន់មាន WinRAR install ទេបងប្អូន install កម្មវិធី WinRAR បន្តិចទៅដើម្បីឲ្យ tool វាអាចធ្វើការ update បានដំណើរការល្អប៉ុណ្ណឹងឯងបងប្អូនតាក់ទងជាមួយនឹងការ update អញ្ចឹងបងប្អូនអាចប្រើ version ដែលបងប្អូនកំពុងប្រើស្រួលក៏បានហើយបើបងប្អូនចង់ប្រើ version ថ្មីគឺ update ទៅតាមខ្ញុំបង្ហាញមិញហ្នឹងអរគុណ